បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាទស្សនវិជ្ជាជួបជុំបងប្អូនទៅធ្វើអាហារញ៉ាំនៅមាត់ស្ទឹងភូមិ Plong ឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំបាទហើយនេះគឺជាទស្សនវិជ្ជាធ្វើដំណើរទៅបាទហើយគឺយើងធ្វើដំណើរដោយជិះគោយន្តបងថ្លៃរបស់ខ្ញុំបាទហើយការធ្វើដំណើរចេញពីភូមិទៅមិនជាឆ្ងាយប៉ុន្មានទេបងប្អូនបាទខ្ទង់10នាទីអីគឺយើងទៅដល់មាត់ស្ទឹងហើយដែលយើងត្រូវឆ្លងកាត់នៅចំការដំឡូងចំការស្វាយចន្ទីអញ្ចឹងណាប៉ុន្តែស្ដាយដែលខ្ញុំអត់បានថតទស្សនវិជ្ជាតាមដងផ្លូវឲ្យបងប្អូនបានឃើញអញ្ចឹងហើយយើងធ្វើដំណើរមកសន្ទុកក៏យើងមកដល់ទីតាំងហើយកន្លែងដែលយើងឈប់នេះគឺមិនទាន់ធ្វើអីញ៉ាំនៅនឹងទេគឺយើងត្រូវជិះទូកទៅកន្លែងតំបន់រាក់មួយទៀតដើម្បីងាយស្រួលលេងទឹកហើយអាចឲ្យក្មេងៗគាត់បានលេងផងអញ្ចឹងណាហើយនេះគឺជាទស្សនវិជ្ជាដែលយើងចម្លងអ្នកដែលទៅនឹង2-3នាក់ទៅម្ដងអញ្ចឹងព្រោះយើងកាលហ្នឹងអត់មានកណូតមានទៅទុកអ៊ំទៅអញ្ចឹងត្រូវអ៊ំមកយកទៅវិញទៅមកអញ្ចឹងណាបាទនិយាយពីធម្មជាតិនៅតាមមាត់ស្ទឹងវិញគឺត្រជាក់ភ្នែកតែម្ដងសម្រាប់អ្នកដែលគាត់ចូលចិត្តបងត្រីឬក៏គាត់ចូលចិត្តស្ទូចត្រីលេងអីអញ្ចឹងឬក៏អ្នកដែលចូលចិត្តបោះតង់អីអាចមកបោះតង់បាននៅតំបន់ហ្នឹងបាទបងប្អូនណាទនេអាចអញ្ជើញមកលេងនៅតាមតំបន់ហ្នឹងបានបាទហើយគោលបំណងយើងមកធ្វើអីញ៉ាំនៅមាត់ស្ទឹងអញ្ចឹងណាប៉ុន្តែខ្ញុំមិនបានថតសកម្មភាពញ៉ាំអីនៅមាត់ស្ទឹងហ្នឹងទេដោយសារពលឡាយទៅលេងទឹកក៏ភ្លេចថតបាទនេះគឺជាទស្សនវិជ្ជានៅតាមដងស្ទឹងបងប្អូនអាចអញ្ជើញទស្សនាបានបាទគឺខ្ញុំថតរៀងពេលល្ងាចហើយជាពេលដែលយើងញ៉ាំអីជុំគ្នាហើយក៏ធ្វើដំណើរត្រឡប់មកវិញអញ្ចឹងណាបងប្អូនព្រោះដោយសារអត់បានថតក៏ខ្ញុំកាត់ខ្លីៗតែប៉ុណ្្នឹងឯងបងប្អូនណាហើយនេះគឺជាទស្សនវិជ្ជាធ្វើដំណើរត្រឡប់មកវិញគឺថារៀងអស់កម្លាំងហើយម្នាក់បាទហើយវីដេអូរបស់ខ្ញុំហ្នឹងគឺអត់មានអីទេបងប្អូនមានតែប៉ុណ្្នឹងឯងបាទហើយសូមអរគុណសូមជម្រាបលាបងប្អូនដែលបានទស្សនាបាទ